ឲ្យតែបងប្អូននៅគ្រប់ត្រូលវីដេអូនេះនឹងជួយ share ចែកម្លែកច្រើនខ្ញុំនឹងស្វែងរកថតបន្តទៀតបានហើយការថតរបស់ខ្ញុំនេះអត់មានបានអីទេបាទហេតុតែការស្រឡាញ់បាទខ្ញុំនឹកឃើញថាទៅថ្ងៃអនាគតនឹងបាត់បង់មិនថ្ងៃអនាគតទេប្រហែលឆ្នាំខាងមុខនេះនឹងបាត់បង់ហើយបាទអញ្ចឹងខ្ញុំថតរក្សាទុកជាឯកសារទុកក្នុង YouTube Page Facebook TikTok បាទហើយឈ្មោះ YouTube និង Page Facebook ឈ្មោះតែមួយបងប្អូនបាទឈ្មោះពូធឿនបាទជាអក្សរអង់គ្លេសបាទខ្ញុំដឹងច្បាស់ណាស់ថាក្មេងសម័យនេះគាត់អត់មើលទេបាទហើយសូម្បីកូនខ្ញុំហ្នឹងក៏កូនខ្ញុំអត់មើលទេសូម្បីឲ្យវាជួយ share ក៏វាអត់ share ដោយសារវាអត់ចូលចិត្តហើយបងប្អូនធ្លាប់មើលនេះធ្លាប់និយាយរួមបងប្អូនមើលវីដេអូគោជួតអីសិតបងប្អូនធ្លាប់ឆ្លងកាត់បាទជាពិសេសបងបាទបងអ៊ំពូមីងបាទគាត់ស្លាប់ឆ្លងកាត់ក្នុងការប្រើគោនាងកលបាទអញ្ចឹងគាត់មើលតែសម្រាប់ក្មេងអត់ដែលធ្លាប់ឆ្លងកាត់ក្នុងការព្យួរអញ្ចឹងគាត់អត់ដឹងទេនិយាយរួមគាត់អត់ចាប់អារម្មណ៍បាទគាត់មើលទេបាទប៉ុន្តែជួនកាលមានពេលខ្លះគាត់មើលដែរគាត់មើលថាពីមុនគេព្យួរគោអញ្ចឹងជួនកាលអាចនឹងបាត់បង់អស់លីង 100% ហ្មងណាបាទអញ្ចឹងក្មេងខ្លះគាត់ចង់ស្វែងយល់ថាពីមុនមកគេប្រើគោមិនទៅអញ្ចឹងគាត់អាចឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុង YouTube Facebook ជាពិសេសលើ YouTube search ឈ្មោះគោព្យួរដីទៅចេញបាទអញ្ចឹងគាត់នឹងស្គាល់ឡើងគោព្យួរដីពីមុនមកតាខ្ញុំព្យួរអញ្ចឹងអានេះគាត់ឆោតរងបាទឆោតរងដាំនៅនងជ្រុងអូអោឡាក់បាទនៅនងជ្រុងអោឡាក់ហ្នឹងបាទអូបាទសុំទោសបាទអោឡាក់បាទហើយការថតរបស់ខ្ញុំនេះអត់បានថតសកម្មភាពដាំដោយសារខ្ញុំចាប់ដើមពីដំបូងខ្ញុំចាប់ដើមថតគោហើយនេះគាត់រាយជីបាទជីធម្មជាតិជីលិមុខគោយើងល្អជីលិមុខគោគឺដាំល្អបាទហើយលាយជីគីមីបន្តិចបាទជីអ៊ុយរ៉េបាទអានេះគោយន្តគេព្យួរខាងក្បែរបាទនៅខាងក្បែរហ្នឹងហើយការធ្វើកសិកម្មការដាំដុះអត់សូវមានទេឥឡូវនោះហើយនៅតំបន់ភូមិខ្ញុំគាត់ចេះធ្វើការរួមផ្សំបាទដាំការរួមផ្សំបាទជួនកាលបានជួនកាលអត់ទៅហើយកូនរបស់គាត់ធ្វើការរោងចក្រគាត់នៅផ្ទះអញ្ចឹងពីអ្នកយាយតាគាត់ដាំបាទគាត់ដាំដំណាំរួមផ្សំហើយដើមត្នោតទាំងជួរបាទនៅមួយជួរនៅច្រើនដើមត្នោតអានេះចាស់ពីមុនមកគាត់ដាំតែឡូវដើមត្នោតនោះក៏បាត់បង់ច្រើនដែរបាទទើសដីគេអញ្ចឹងគេកាប់ចោលទៅជួនកាលខ្ពស់ពេកទៅម្ចាស់ត្នោតគាត់ក៏លក់យកលុយចាយខ្លះទៅបាទហើយយើងអត់ដើមឈើក៏អត់កើតទេក្តៅបានមានដើមត្នោតដើមអីនៅក្បែរគ្រាន់ជ្រកខ្លះបាទហើយយើងកាប់អស់លីងក្តៅដើមឈើនឹងពិតថានៅក្បែរនេះបឺតជីដំណាំយើងប៉ុន្តែអត្ថប្រយោជន៍ច្រើនតាក់ទាញទឹកភ្លៀងបាទតាក់ទាញទឹកភ្លៀងនិងត្រជាក់បាទយើងពេលដែលយើងក្តៅទៅរត់ទៅជ្រកដើមឈើអញ្ចឹងហើយយើងអត់ដើមឈើក៏អត់កើតដែរហើយវីដេអូខ្ញុំអត្ថាធិប្បាយមានពេលខ្លះជន់គ្នាបាទនិយាយទៅដូចសឹងអាដែលបាទហើយការដាំមានអីមានតែដំឡូងជ្វានៅនងជ្រុងអោឡាក់សណ្តែកដីបាទដំណាំផ្សេងដូចអត់មានទេបាទនិយាយរួមឲ្យតែបងប្អូននៅមើលខ្ញុំនៅតែថតទាល់តែអស់លែងមានអ្នកជួដីលែងមានអ្នកប្រើគោ
ហើយនិយាយរួមបងប្អូនជិះម៉ូតូរើមើលអត់មានទេបាទតំបន់ខ្លះនៅមាន1នឹម2នឹមហ្នឹងនៅជួរហ្នឹងអាហ្នឹងតំបន់ខាងគេដាំដំណាំណាហើយបើការធ្វើស្រែវិញអត់មានទេកម្រមានតែជួរគោឥឡូវមានតែគេប្រើត្រាក់ទ័រវាយសើយព្រោះស្រូវឥឡូវមានអ្នកស្ទូងណាអញ្ចឹងសូម្បីតែគាត់មានគោគាត់ជួលត្រាក់ទ័រវាយសើយតែបាទគាត់ឲ្យកូនគាត់ជួម្ដងបាទគាត់ដោបាទនេះកូនរបស់គាត់បាទមានអ្នករស់បាទអ្នកដាំបាទហើយបើបងប្អូនគាំទ្រខ្ញុំនឹងថតបាទដើមឆ្នាំខ្ញុំមិនថតនេះដើមឆ្នាំក្នុងឥឡូវចែកដែរអានេះវីដេអូកាលពីដើមឆ្នាំតែមិញប៉ុន្តែខណៈខ្ញុំលើកចាក់ផ្សាយឡើងវិញបាទតែឥឡូវគោគាត់ដូរថ្មីអស់គោសិតស្អាតឥឡូវសគូទៀបគោស្ទៀវបាទអានេះគោចាស់កចាស់ព្រឹកចាស់ពេងគាត់ប្រើនេះប៉ុន្តែឃើញគាត់ទិញមកឡូវនេះគោស្ទៀវគាត់យកទឹមបងរៀបប្រើពីការថារបាយរបស់ខ្ញុំនេះយូរចង់អស់ពាក្យនិយាយបងប្អូនបាទនៅពេលបងប្អូនមើលឃើញចឹងបងប្អូននឹកឃើញកាលពីនៅប្រើគោនាងកលប៉ុន្តែឥឡូវគាត់ខ្លះគាត់ទៅធ្វើការនៅថៃនៅប្រទេសផ្សេងបាទចឹងគោនាងកលគាត់លែងប្រើហើយពេលគាត់មើលគាត់នឹកស្រុកបាទនឹកឃើញអតីតកាលពីនៅជួបជុំគ្នាដាំដំណាំដោយប្រើគោនាងកលព្យួរជាងគាត់នឹកឃើញអនុស្សាវរីយ៍នេះការដាំបាទវីដេអូមានតែប៉ុណ្ណឹងទេបងប្អូនបាទអញ្ចឹងសូមបញ្ចប់ឲ្យបងប្អូនបាទហើយវីដេអូនេះបើខ្ញុំថតវែងបាទប៉ុន្តែខ្ញុំថតវែងដោយសារទៅបីថតវែងក៏បងប្អូនមើលអត់ចប់ដែរបាទសូមជម្រាបលា